ថ្ងៃនេះចង់មកនិយាយពីរឿងជីវិតលោកសង្ឃខ្មែរនៅបរទេសណាគុណញោមអាត្មានេះនៅប្រទេសម៉ាឡេស៊ីអញ្ចឹងទេប្រទេសណាក៏ដោយយោមប្រហែលជាមិនខុសគ្នាទេប្រហែលគ្នានឹងឯងអ្នកខ្លះគេប្រាប់និយាយថាអូយលោកសង្ឃខ្មែរយើងទៅនៅបរទេសនោះប្រហែលជាស្រួលណាស់ប្រហែលជាចេះខ្លាំងណាស់ប្រហែលជាបកែខ្លាំងណាស់បាននៅបរទេសបានណាយោមណាអញ្ចឹងថ្ងៃនេះអាត្មានឹងមកបកស្រាយនៅមួយចំណុចខ្លះដែលញាតិញោមកំពុងតែសង្ស័យថាជីវិតលោកសង្ឃខ្មែរយើងទៅនៅបរទេសហ្នឹងស្រួលពិតមែនទេអត់ទេឬលោកសង្ឃរូបហ្នឹងជាលោកដែលពូកែលោកដែលចេះលោកខ្លាំងដែរអត់ទេហើយនេះនិយាយដូចជាជ្រុលតិចណាតែយមត្រូវនឹកដល់សុភាសិតខ្មែរយើងមកឃ្លាដែលគាត់បាននិយាយថាជួញចិត្តប្រសើរជាងជួញឆ្ងាយនៃកន្លែងនេះជ្រាលជ្រៅណាស់គុណញោមនៅជួញចិត្តប្រសើរជាងជួញឆ្ងាយយើងនៅក្នុងប្រទេសកម្ពុជាយើងមនុស្សម្នាក់ហ្នឹងចង់ណាស់រឿងទៅនៅបរទេសអស់ស្អីក៏បានដែរឲ្យតែបានទៅនៅបរទេសណាម្នាក់ហ្នឹងមានការប្រាថ្នាថាចង់ជិះយន្តហោះទៅលេងនៅបរទេសហ្នឹងណាนั่นแหละសភាវៈពិតដែលយើងចូលទៅអនុវត្តពិតប្រកបមែនហ្នឹងវាដូចតែខ្មែរយើងយ៉ាងឯងគ្រាន់តែថាវាពិបាកជាងខ្មែរបន្តិចតែប៉ុណ្្នឹងឯងពិបាកកន្លែងណាពិបាកនៅកន្លែងរឿងសេរីភាពនេះហ្នឹងសេរីភាពហ្នឹងសេរីភាពអីខ្លះដូចជាសេរីភាពការប្រព្រឹត្តបប្រតិបត្តិทางកាយតាមផ្លូវចិត្តផ្លូវកាយផ្លូវចិត្តផ្លូវវាចាពិបាកជាងខ្មែរយើងណាព្រោះយើងទៅនៅបរទេសណាសិទ្ធិសេរីភាពរបស់ខ្លួនយើងហ្នឹងគឺតិចជាងជនជាតិគេណាយើងនៅខ្មែរយើងហ្នឹងគឺសេរីភាពខ្លាំងណាស់ពេញ 100% អត់មានខ្វះទេចង់ធ្វើអ្វីក៏បានចង់និយាយស្ដីប្រភេទលក្ខណៈបែបណាក៏បានយើងអាចនិយាយបានព្រោះភាសារបស់យើងស្ទាត់ចំណេញក្នុងការនិយាយដល់ពេលយើងមកនៅបរទេសណាគុណញោមមកនៅបរទេសនោះមិនមែនស្រួលដូចជាយើងគិតនោះទេឧទាហរណ៍ដូចជាអាត្មានៅប្រទេសម៉ាឡេស៊ីនេះគេប្រើ3ភាសាដែលសំខាន់គឺ3ភាសាទី1ហៅថាភាសាម៉ាលីយូគឺភាសាកំណើតរបស់ប្រទេសម៉ាឡេស៊ីភាសាទី2ភាសាអង់គ្លេសឬភាសាចិនណាចិននិងអង់គ្លេសប្រហែលគ្នាណាអញ្ចឹងភាសាទី1ភាសាម៉ាឡេយូភាសាទី2ភាសាចិនភាសាទី3ភាសាអង់គ្លេស3ភាសានេះគឺជាភាសាដ៏សំខាន់ប្រើនៅក្នុងប្រទេសម៉ាឡេស៊ីចឹងទេដល់ពេលអាត្មានេះជាកូនខ្មែរនេះទេបាត់នេះភាសាចិនក៏មិនចេះភាសាម៉ាឡេស៊ីក៏មិនចេះភាសាអង់គ្លេសក៏មិនចេះដល់មកពឹបដូចជាមនុស្សឈួតឬដូចជាមនុស្សកយ៉ាងហ្នឹងសេរីភាពក្នុងការនិយាយអត់មានអញ្ចឹងទេគឺគេថាការពិបាកក្នុងការរស់នៅអញ្ចឹងទេយើងញាតិញោមខ្លះអាចថាទៅនៅបរទេសហ្នឹងស្រួលទៅនៅបរទេសហ្នឹងគឺសប្បាយតាមការពិតទៅគឺវាស្រួលមកចំនួនហ្នឹងគឺស្រួលមែនស្រួលដូចជាការរស់នៅបែបរឿងការឆាន់រឿងការដេករឿងការស្អីផ្សេងណាអាហ្នឹងវាស្រួលបែបហ្នឹងគឺស្រួលមែនអត់ពិបាកអីទេប៉ុន្តែដល់ការនិយាយស្ដីអីជាដើមការហោះហើរដើរផ្លូវអីជាដើមនោះពិបាកព្រោះយើងវាទៅជាទំនាក់ទំនងជាមួយជនជាតិគេមិនបានអញ្ចឹងក៏ពិបាកអញ្ចឹងយើងកុំភ្លេចសុភាសិតបុរាណយើងថាជួញចិត្តប្រសើរជាងជួញឆ្ងាយណាញោម